សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសាច់រឿងអានីមេរបស់មីនជាបន្តទៀតហើយថ្ងៃនេះដែរយើងនឹងមកបន្តសាច់រឿងរបស់យើងភាគបន្ទាប់ផងដែរក៏ប៉ុន្តែមុនចូលទៅដល់សាច់រឿងសង្ឃឹមទាំងអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់ជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយមីនក៏សូមអរគុណដល់អ្នកដែលបានប៉ាកាហ្វេមីនពីវីដេអូមុនផងដែរជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយសម្រាប់ប្រិយមិត្តដែលចង់ប៉ាកាហ្វេមីនបន្តទៀតអាច donate បានតាមរយៈ QR code ខាងលើនេះអញ្ចឹងតោះកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាបន្ទាប់ពីភ្លៀងកាន់តែខ្លាំងទៅ Shiori ក៏ដឹកដៃ Hinako ទៅជ្រកភ្លៀងនៅកន្លែងផ្សេងដែលឆ្ងាយពីឆ្នេរសមុទ្រហើយ Hinako ក៏សួរទាំងឆ្ងល់ផងដែរ Shiori វិញមិនទាន់តបនោះទេក៏ឲ្យ Hinako ឡើងកម្មចិន្តាមួយប្រយ័ត្នរអិលនិយាយទៅនាងមើលថាយកចិត្តទុកដាក់ Hinako ខ្លាំងមែនទែនបន្ទាប់មកនាងក៏ប្រាប់ថានៅឲ្យឆ្ងាយពីទីនោះទៅល្អជាងជៀសវាងពីវិញ្ញាណខ្មោចដែលនៅក្នុងឆ្នេរសមុទ្រនោះហើយនៅពេលដែល Hinako សម្លឹងមើលទៅធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំងព្រោះនាងបានឃើញដៃខ្មោចជាច្រើនកំពុងតែបកដៃហៅនៅមនុស្សឲ្យមករកវា Shiori ក៏បិទភ្នែក Hinako ឲ្យនាងឈប់មើលវាទៀតទៅល្អជាង Hinako ក៏សួរទៅ Shiori ថាវាជាប្រភេទយោកាយដែរមែន Shiori ក៏តបថាវាគឺជាវិញ្ញាណខ្មោចដែលមនុស្សបានបាត់បង់ជីវិតនៅក្នុងមហាសមុទ្រនឹងឯងហើយការស្លាប់របស់ពួកគេគឺជាការស្លាប់ដោយមិនអស់អាល័យនោះទេដែលធ្វើឲ្យពួកគេក្លាយទៅជាទម្រង់បែបនេះនៅពេលមេឃភ្លៀងម្ដងពួកវាតែងតែបញ្ចេញនៅដៃរបស់ពួកវានៅក្នុងសមុទ្រប៉ុណ្ណោះគឺមិនអាចឡើងលើដីបានឡើយហើយ Shiori និយាយអីនិយាយទៅ Hinako វិញគឺនឹកឃើញតែពីគ្រោះថ្នាក់គ្រួសាររបស់នាងនៅក្នុងសមុទ្រប៉ុណ្ណោះព្រោះនាងគិតថាពួកគាត់នៅក្នុងទីនោះដែរស្របពេលហ្នឹងនាងក៏បានឃើញដៃវិញ្ញាណខ្មោចម្នាក់កំពុងតែបកដៃហៅនាង Shiori ក៏ឃើញដូចគ្នាហើយនាងក៏ឲ្យ Hinako កុំមើលវាទៀតអីនិងសួរ Hinako ថាតើនាងឃើញសមាជិកគ្រួសាររបស់នាងនៅទីនោះដែរមែន Hinako ឮហើយក៏កុហកថាអត់នោះទេបន្ទាប់មកពួកគេក៏មកជ្រកភ្លៀងនៅកន្លែងមួយ Shiori ក៏ឃើញ Hinako ស្ទាបទៅដៃរបស់នាងរហូតដែលធ្វើឲ្យ Shiori ក៏ឆ្ងល់និងសួរទៅនាងថាតើនាងរងាមែនអត់តែ Hinako ក៏តបវិញថានាងមិនអីទេកុំបារម្ភពីនាងអីទោះជាយ៉ាងណា Shiori ក៏ឲ្យ Hinako ដោះអាវក្រៅនាងចេញទៅកុំពាក់អាវដែលសើមមិនចឹងអីព្រោះតែធ្វើឲ្យនាងរងាបាននាងប្រហែលជាមិនខ្វល់ពីខ្លួនឯងនោះទេក៏ប៉ុន្តែខ្ញុំខ្វល់ពីនាងខ្លាំងណាស់និយាយហើយក៏ទៅជួយដោះអាវឲ្យនាងជំនួសដែលធ្វើឲ្យ Hinako បញ្ញាប់ទាញដៃ Shiori ចេញជាហេតុធ្វើឲ្យ Hinako របូតអាវក្រៅរបស់នាងចេញហើយ Shiori ក៏ឃើញស្នាមយ៉ាងធំមួយនៅលើដៃរបស់ Hinako ផងដែរដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើលជាខ្លាំង Hinako វិញបន្ទាប់ពី Shiori បានឃើញស្នាមដៃរបស់ខ្លួនហើយនាងគឺមានការខ្មាស់អៀនខ្លាំងមែនទែននាងគឺមិនចង់ឲ្យអ្នកណាបានឃើញវានោះទេព្រោះតែវាអាក្រក់ក្នុងការមើលណាស់ Shiori ស្ដាប់ហើយនាងក៏នៅស្ងៀមមួយសន្ទុះរួចក៏និយាយថាខ្ញុំមិនខ្វល់ពីភាពស្រស់ស្អាតឡើយរឿងតែមួយគត់ដែលខ្ញុំបារម្ភនោះគឺជានាង Hinako នាងគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំនិយាយបណ្ដាលយកដៃប៉ះនៅស្នាមមួយនោះបណ្ដាលដែលធ្វើឲ្យ Hinako ក៏មានការភ្ញាក់ផ្អើលផងដែរក្រោយពីមេឃឈប់ភ្លៀងវិញពួកគេមានអារម្មណ៍ថាមេឃដូចជាក្តៅខ្លាំងណាស់ដោយបែបនេះ Shiori ក៏រត់ទៅយ៉ាងលឿនទៅទិញក្រណាត់យកមកដណ្ដប់ឲ្យ Hinako ទៅហើយនាងក៏រអ៊ូថាអាកាសធាតុពិតជាផ្លាស់ប្ដូរលឿនមែនបន្ទាប់ពីនោះមក Hinako ក៏យកវត្ថុអនុស្សាវរីយ៍ដែលនាងបានទិញនោះយកមកឲ្យ Miko ទៅ Miko ឃើញហើយនាងពិតជាសប្បាយចិត្តខ្លាំងណាស់និងអរគុណទៅ Hinako ផងដែរហើយក៏សរសើរថាវាពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនទែនរួចពួកគេក៏ទៅអង្គុយនិយាយគ្នាបន្តទៀតដោយនៅចុងសប្តាហ៍នេះMiko នឹងធ្វើជាជំនួយការនៅឯជំរំបណ្ដុះបណ្ដាលបាល់បោះនៅកន្លែងមួយហើយនាងក៏ចង់បបួល Hinako ទៅជាមួយនឹងនាងផងដែរHinako នាងមិនទាន់ទាំងឆ្លើយតបផង Shiori ក៏បានមកដល់ល្មមហើយក៏ស្ដាប់ឮពួកគេនិយាយគ្នានិងសួរថាតើជំរំបាល់បោះអ្វីទៅស្ដាប់មើលទៅវាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ Miko ឃើញអញ្ចឹងក៏តបទាំងមួម៉ៅថាខ្ញុំមិនបានអញ្ជើញនាងទៅនោះទេចំណែក Shiori ក៏សួរទៅ Miko ថានាងអាចចេញពីទឹកដីដែលនាងថែរក្សានេះបានអត់ Miko ឆ្លើយថាកន្លែងវឹកហាត់នោះគឺនៅជិតៗនេះដែរទេអញ្ចឹងហើយវាមិនមានបញ្ហាអ្វីឡើយហើយក៏សួរទៅ Hinako ម្ដងទៀតថានាងចង់ទៅជាមួយនឹងខ្ញុំដែរអត់ Hinako ឮហើយក៏សម្លឹងទៅមើល Shiori និងតបថាបើទៅ3នាក់ Shiori នោះខ្ញុំនឹងទៅដែរ Miko ឮបែបហ្នឹងហើយនាងសប្បាយចិត្តខ្លាំងមែនទែនថាយើងនឹងទៅ3នាក់គ្រាន់តែឮ3នាក់ភ្លាម Miko ក៏ភ្ញាក់ខ្លួនវិញថាទៅ3នាក់ជាមួយនឹង Shiori នឹងមែនចុះបើទៅតែ2នាក់យើងមិនល្អជាងអី Shiori ក៏និយាយថាខ្ញុំចង់ទៅដែរយ៉ាងម៉េចចុះដែលធ្វើឲ្យ Miko នាងមួម៉ៅខ្លាំងណាស់ហើយពួកគេទាំងពីរក៏ឆ្លុះប្រកែកគ្នានៅនឹងទៅ Hinako ឃើញហើយសប្បាយចិត្តជាខ្លាំងបន្ទាប់ពីនោះមកក៏ដល់ថ្ងៃដែលពួកគេនិងសិស្សឯទៀតទៅជំរុំហ្វឹកហាត់
មីកូក៏រកមកប្រាប់ហ៊ីណាកូថាចុងភៅនៅទីនោះត្រូវការមនុស្សដើម្បីមកជួយគាត់ដោយសារតែថ្ងៃនេះគឺមានសិស្សជាច្រើនមកវឹកហាត់នឹងឯងហ៊ីណាកូក៏យល់ព្រមផងដែរព្រោះតែនាងទៅនឹងក៏អត់មានអ្វីធ្វើដូចគ្នាហើយនាងក៏ឲ្យមីកូខំប្រឹងវឹកហាត់ឲ្យអស់ពីសមត្ថភាពទៅមីកូក៏យល់ព្រមនឹងទៅក្រវូចកៅអៅឈីរីនិយាយថាកុំធ្វើអ្វីចម្លែកជាមួយហ៊ីណាកូឲ្យសោះប្រយ័ត្នតែខ្ញុំដឹងនឹងត្រូវជាមិនខានឈីរីវិញមិនតបនោះទេក៏ឲ្យមីកូខំប្រឹងវឹកហាត់ទៅលុះនៅពេលដែលទៅដល់ហើយនោះអ្នកមីងចុងភៅក៏មកនិយាយជាមួយនឹងពួកគេឈីរីក៏ចាប់អារម្មណ៍នឹងដៃដែលមានរបួសរបស់គាត់ផងដែរគាត់ក៏ប្រាប់ទៅថាគាត់បានរអិលនឹងចណ្ដាលបានជាធ្វើឲ្យវារបួសបែបនេះហើយក៏ជាមូលហេតុដែលគាត់ត្រូវការហ៊ីណាកូមកជួយក្នុងការធ្វើម្ហូបទោះជាយ៉ាងណាគាត់ក៏ជួលបុគ្គលិកក្រៅម៉ោងបន្ថែមទៀតដូចគ្នារួចបុគ្គលិកនោះក៏ដើរចេញមកនឹងណែនាំខ្លួនថានាងគឺមានឈ្មោះថាអាយ៉ាមីយើងមើលទៅមុខមាត់និងសក់របស់នាងគឺស្តៀងហ៊ីណាកូខ្លាំងមែនទែនហើយហ៊ីណាកូក៏ណែនាំខ្លួនទៅវិញទៅចំណែកឈីរីគ្រាន់តែឃើញអាយ៉ាមីហើយភ្នែករបស់នាងក៏ប្រែពណ៌ទៅជាទម្រង់យោកាយយើងក៏មិនដឹងថាមានរឿងអ្វីផងដែរហ៊ីណាកូនាងក៏ចាប់អារម្មណ៍ប្រតិកម្មរបស់ឈីរីដូចគ្នាឈីរីក៏តបវិញថាគ្មានអ្វីនោះទេនឹងបបួលហ៊ីណាកូចាក់ចេញពីទីនេះហើយក៏ងាកមកសម្លឹងមើលបុគ្គលិកនោះទៀតផងចំណែកឯបុគ្គលិកនោះដែលជាអាយ៉ាមីនឹងក៏ញញឹមដូចមានរឿងអ្វីលាក់បាំងអញ្ចឹងយើងក៏កាត់មកឈុតបន្ទាប់ដោយឈីរីនិងមីកូក៏បានមកជួបគ្នាដោយចៃដន្យឈីរីឃើញហើយក៏សួរនាងថាមិនទៅវឹកហាត់ទេអីមីកូឆ្លើយថាវាគឺជាម៉ោងសម្រាកនិងសួរបកវិញចុះនាងបានធ្វើអ្វីខ្លះនៅឈីរីក៏សើចនិងប្រាប់ថានាងបានរៀបចំកន្លែងសម្រាករបស់សិស្សគ្រប់គ្នារួចអស់ហើយនាងពិតជាខ្លាំងមែនទែនលើកតែម្ដងគឺហើយទាំងអស់រីឯហ៊ីណាកូវិញកំពុងតែចម្អិនម្ហូបជាមួយនឹងបុគ្គលិកម្នាក់ទៀតឯណោះកំពុងតែនិយាយគ្នាសុកភ្លាមនឹងអ្នកមីងចុងភៅក៏មកហៅឈីរីទៅភ្លក់អាហារដែលពួកគេបានចម្អិនឈីរីក៏ដើរទៅនឹងឲ្យមីកូខិតខំប្រឹងប្រែងវឹកហាត់ទៀតទៅរួចនាងក៏បានភ្លក់អាហារនោះនិងសរសើរថាវាគឺពិតជាឆ្ងាញ់ខ្លាំងណាស់មួយសន្ទុះក្រោយមកឈីរីក៏សុំពួកគេយកសម្រាមទៅបោះចោលនៅពេលដែលនាងចេញទៅបាត់ហ៊ីណាកូក៏ផ្លឹកមើលមុខអាយ៉ាមេប្រៀបដូចជាម្ដាយរបស់ខ្លួនអញ្ចឹងដែលធ្វើឲ្យអាយ៉ាមេឆ្ងល់ខ្លាំងមែនទែនក៏ប៉ុន្តែហ៊ីណាកូក៏តបវិញថាវាគ្មានរឿងអ្វីនោះទេបន្ទាប់មកពួកគេក៏ទៅលាងសម្អាតចានបន្តទៀតខណៈពេលដែលលាងអាយ៉ាមេក៏សរសើរស្នាដៃធ្វើម្ហូបរបស់ហ៊ីណាកូថានាងចម្អិនបានល្អហ៊ីណាកូឆ្លើយថាដោយសារតែមានមិត្តម្នាក់បានបង្រៀនខ្ញុំធ្វើម្ហូបនឹងឯងអាយ៉ាមេក៏សួរថាម្នាក់ដែលចូលចិត្តនាងតាំងពីថ្ងៃមិញនឹងមែនដែលនាងសំដៅលើឈីរីយើងនឹងឯងហ៊ីណាកូតបថាមិនមែនជានាងនោះទេមិត្តដែលបង្រៀនខ្ញុំនោះគឺមានឈ្មោះថាមីកូអាយ៉ាមេឮហើយក៏សួរទៀតចុះម្នាក់ដែលមានសក់ទឹកសមុទ្រនោះគឺត្រូវជាអ្វីនឹងនាងខ្ញុំស្មានតែជាមិត្តភក្តិនឹងគ្នាព្រោះមើលទៅអ្នកទាំងពីរក៏ជិតស្និទ្ធគ្នាផងដែរដែលធ្វើឲ្យហ៊ីណាកូក៏រៀងគាំងដូចគ្នានឹងតបថាឈីរីនិងខ្ញុំប្រហែលដូចជាមិត្តភក្តិអញ្ចឹងនឹងគិតថាឈីរីនិងខ្ញុំពួកយើងទាំងពីរគឺមានតម្រូវការគ្នាទៅវិញទៅមកខ្ញុំគឺត្រូវការឈីរីដើម្បីឲ្យនាងសម្លាប់ខ្ញុំហើយឈីរីវិញត្រូវការខ្ញុំដើម្បីបរិភោគដូចនេះហើយពួកយើងគ្រាន់តែបំពេញឲ្យគ្នាតែប៉ុណ្ណោះខ្ញុំមិនដែលគិតថាពួកយើងអាចធ្វើជាមិត្តភក្តិនឹងគ្នានោះទេកាត់មកឈុតបន្ទាប់យើងឃើញថាមីកូនិងឈីរីក៏មកនិយាយគ្នាទៀតហើយនៅពេលហ្នឹងមីកូក៏កន្លែងឃើញហ៊ីណាកូកំពុងនិយាយគ្នាជាមួយនឹងនារីម្នាក់ដែលមានឈ្មោះថាអាយ៉ាមេនឹងឯងនឹងឆ្ងល់ថាហ៊ីណាកូគឺមានភាពរួសរាយរាក់ទាក់ជាមួយនឹងនារីម្នាក់នោះផងដែរឈីរីនិយាយថានារីម្នាក់នោះគឺស្តៀងជាមួយនឹងហ៊ីណាកូមីកូឮហើយក៏តបថាពួកគេទាំងពីរមើលទៅស្តៀងគ្នាមែនតាតែឈីរីមិនមែនសំដៅលើរូបរាងនោះទេគឺនាងសំដៅលើក្លិននារីម្នាក់នោះដូចទៅនឹងហ៊ីណាកូនឹងឯងនាងគឺពិតជាឆ្ងល់ខ្លាំងមែនទែនថាហេតុអ្វីទៅលុះយប់ឡើងចូលមកដល់នៅឯបន្ទប់សម្រាកមីកូក៏ប្រាប់សិស្សគ្រប់គ្នាថាបន្ទប់ងូតទឹកគឺបានរៀបចំរួចហើយពួកគេអាចទៅងូតទឹកបានស្របពេលហ្នឹងសិស្សម្នាក់ក៏ចាប់អារម្មណ៍ដង្កៀបនៅលើសក់របស់មីកូថាវាគឺពិតជាស្អាតខ្លាំងណាស់មីកូឮគេសរសើរអញ្ចឹងគឺថាសប្បាយចិត្តខ្លាំងមែនទែននិងប្រាប់ថាពិតណាស់ហ៊ីណាកូគឺបានប្រគល់វាឲ្យមកខ្ញុំនឹងទៅនិយាយឌឺដងឈីរីថាហ៊ីណាកូទិញវាសម្រាប់ខ្ញុំតែម្នាក់គត់តែប៉ុណ្ណោះខណៈពេលហ្នឹងសពប្រមាណអ្នកទៀតក៏ចង់បបួលហ៊ីណាកូទៅងូតទឹកជាមួយនឹងគ្នាហ៊ីណាកូឮបែបហ្នឹងហើយស្ទាក់ស្ទើរខ្លាំងមែនទែននឹងទៅសៀបដៃដែលមានស្នាមរបស់នាងនោះឃើញបែបហ្នឹងឈីរីក៏ចូលមកនិយាយជំនួសថាហ៊ីណាកូនៅមានការងារផ្សេងទៀតដែលត្រូវធ្វើអញ្ចឹងហើយចាំនាងងូតទឹកនៅពេលក្រោយហើយឈីរីក៏បបួលហ៊ីណាកូទៅធ្វើការបន្តទៀតឆាប់បានងូតទឹកចំណែកមីកូគឺនាងឈរគាំងនៅនឹងតែម្ដងរីឯសិស្សប្រមាណអ្នកទៀតឮអញ្ចឹងក៏នាំគ្នាទៅងូតទឹកមុនទៅបន្ទាប់មកឈី
រីក៏នាំហ៊ីណាកូមកញ៉ាំភេសជ្ជៈនៅកន្លែងមួយហ៊ីណាកូក៏សួរថាពួកយើងមានកិច្ចការអ្វីត្រូវធ្វើទៀតមែនឈៀវរីឆ្លើយថាគ្មាននោះទេខ្ញុំគ្រាន់តែកុហកពួកគេតែប៉ុណ្ណោះហ៊ីណាកូឮហើយក៏សួរទៀតថាហេតុអ្វីបានជាឈៀវរីធ្វើល្អចំពោះខ្ញុំម្ល៉េះចំណែកឈៀវរីក៏ញញឹមនិងតបថាខ្ញុំធ្វើវាសម្រាប់ខ្លួនខ្ញុំប៉ុណ្ណោះអ្វីគ្រប់យ៉ាងដែលខ្ញុំបានផ្ដល់ឲ្យនាងគឺសម្រាប់តែផលប្រយោជន៍របស់ខ្ញុំតែម្នាក់គត់ហ៊ីណាកូស្ដាប់ហើយក៏ងាកមុខចេញនិងនិយាយថាពួកយើងទាំងពីរគឺគ្រាន់តែជាមនុស្សនិងយកកាយនោះទេពួកយើងកំពុងព្យាយាមធ្វើវាសម្រាប់ទទួលបានអ្វីមួយពីគ្នាទៅវិញទៅមកប៉ុន្តែមីកូក៏ជាយកកាយផងដែរហើយនាងនិងខ្ញុំក៏ក្លាយជាមិត្តភក្តិនឹងគ្នាចុះពួកយើងទាំងពីរវិញអាចក្លាយធ្វើជាមិត្តភក្តិនឹងគ្នាបានទេឈៀវរីឮបែបហ្នឹងក៏និយាយថាខ្ញុំខ្លាចតែពួកយើងមិនអាចធ្វើវាបានរួចនាងក៏បដូរប្រធានបទនិយាយនិងនិយាយទៅហ៊ីណាកូថានាងឥឡូវដូចជារស់រាយជាមួយនឹងមនុស្សផ្សេងៗទៀតនោះហើយគឺជាអ្វីដែលខ្ញុំចង់ឃើញហើយនាងក៏ឲ្យហ៊ីណាកូងូតទឹកដោយខ្លួនឯងទៅនៅពេលដែលសពប្រមាណអ្នកនោះចេញវិញរួចក៏បានដើរចាក់ចេញបាត់ទៅបើទោះបីជាហ៊ីណាកូស្រែកហៅនាងក៏ដោយក៏ឈៀរីមិនងាកក្រោយផងដែរដែលធ្វើឲ្យហ៊ីណាកូពិបាកចិត្តខ្លាំងណាស់កំពុងតែអង្គុយពិបាកចិត្តនឹងក៏មានមនុស្សម្នាក់ដើរចូលមកនិងសួរទៅហ៊ីណាកូថានាងកំពុងតែធ្វើអ្វីតែម្នាក់ឯងនៅម៉ោងស្មាននេះក៏ប៉ុន្តែទោះជាយ៉ាងណាវាគឺជាពេលវេលាដែលល្អហើយម្នាក់នោះគឺជាអាយ៉ាមេនឹងឯងរួចនាងក៏ញញឹមយ៉ាងគួរឲ្យខ្លាចខ្លាំងមែនទែនដែលធ្វើឲ្យហ៊ីណាកូឆ្ងល់ខ្លាំងណាស់ហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ដល់ត្រឹមនេះចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាទៀតនោះរងចាំទស្សនាភាពបន្ទាប់ទាំងអស់គ្នាហើយអេមីមានតែប៉ុណ្្នឹងនោះទេជាចុងក្រោយជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់បាយបាយ